So, last week we learned that Jesus died. Why we also have to die? កាលពីសប្តាហ៍មុនយើងបានរៀនថាដែលព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់សគត់ហេតុអីបានជាយើងត្រូវស្លាប់ទៀត Do you remember? បងប្អូនចាំទេព្រះអង្គសគត់ហើយតែយើងមិនចាំត្រូវស្លាប់អីទៀត And we learn that we don't need to be afraid of death. ហើយយើងរៀនបានថាយើងមិនគួរភ័យខ្លាចទេខ្លាចខ្លាំងណាស់ទេចំពោះសេចក្តីស្លាប់ Because death for a believer is never a punishment, but it's a reward. ពីព្រោះក្តីស្លាប់សម្រាប់អ្នកជឿមិនមែនជាការដាក់ពិន័យទេប៉ុន្តែគ្រាន់តែជាការទទួលរង្វាន់ So when we die, we will receive our crown in heaven with God. បានជានៅពេលដែលយើងស្លាប់នោះឯងគឺយើងទទួលបានបង្កត់នៅឯនគរឋានសួគ៌ជាមួយនឹងព្រះជាអម្ចាស់ So also when we die, our body will not more fight against sin. ហើយនៅពេលដែលយើងស្លាប់នៅពេលយើងស្លាប់នោះឯងគឺយើងនឹងបន្តយុទ្ធច្បាំងជាមួយនឹងអំពើបាបទៀតឡើយ So when we are in this body here, បានជានៅពេលនេះយើងកំពុងតែនៅក្នុងរូបកាយមួយនេះ we are still fighting against sin. ហើយយើងកំពុងតែតយុទ្ធច្បាំងទាស់ជាមួយនឹងអំពើបាប But when we die, នៅពេលដែលយើងស្លាប់ the fight finish. គឺការតយុទ្ធនោះឯងគឺបានបញ្ចប់ហើយ So that's why we have to die. នោះហើយយើងត្រូវតែស្លាប់ Because when we die, sin lost completely his power. ពីព្រោះអីនៅពេលដែលយើងស្លាប់នោះឯងគឺអំពើបាបបាត់បង់អំណាចរបស់វាទៀតហើយ Okay, the question today, ឥឡូវយើងមើលសំណួរយើងនៅថ្ងៃនេះ number 43. គឺសំណួរទី43បងប្អូននេះសូមយកกระดาษ Can she read the question 43? អូខេឥឡូវសូមឲ្យម្នាក់ជួយអានសំណួរទី43 Read first only the question. អូខេសូមអាននៅចម្លើយសិនសំណួរទី43អានសំណួរសិន Okay, so what more benefits we receive from the sacrifice of Christ in the cross? ចឹងបានជាសំណួរសួរតើយើងបានទទួលអត្ថប្រយោជន៍អីទៀតចំពោះការរងទុក្ខរបស់ព្រះម្ចាស់ព្រះយេស៊ូវនៅលើឈើឆ្កាង Okay, what is the answer? ឥឡូវយើងមើលចម្លើយ Okay, so there are three things that happen. ឥឡូវយើងមើលឃើញថាមាន3ចំណុចដែលបានកើតឡើង First, we are also crucified with Christ. ទី1គឺថាយើងក៏ត្រូវបានឆ្កាងជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវដែរ We are also buried with Christ. ហើយយើងក៏ត្រូវបានបញ្ចុះជាមួយនឹងព្រះអង្គម្ចាស់ដែរ So when we believe in Jesus, បានជានៅពេលដែលយើងជឿលើព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ we have the old man and the new man. គឺយើងមានមនុស្សចាស់ហើយនិងមនុស្សថ្មី So when we believe Jesus, we become a new creature. បានជានៅពេលដែលយើងបានជឿលើព្រះអង្គនោះយើងបានបង្កើតជាថ្មីឡើងវិញ But there was the old one. ប៉ុន្តែជាមួយគ្នាមនុស្សចាស់នោះឯង The old one now we have to put him in the cross and crucify him. មនុស្សចាស់នោះគឺត្រូវបានដាក់នៅលើឈើឆ្កាងហើយឆ្កាងជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវ So when we become a believers in Christ, បានជានៅពេលដែលយើងខ្លាចជាអ្នកជឿលើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Christ gives us new life, ព្រះអង្គម្ចាស់ទ្រង់បានប្រទានឲ្យយើងនូវជីវិតថ្មី a new nature. គឺជានិស្ស័យថ្មី
we become children of គឺ God. យើងបានត្រឡប់ទៅជាកូនប្រុសស្រីរបស់ព្រះ He gives us a new identity. ហើយព្រះអង្គទ្រង់បានប្រទានឲ្យយើងនូវអត្តសញ្ញាណមួយថ្មី But the old nature is still here. ក៏ប៉ុន្តែជាមួយគ្នាមនុស្សចាស់នោះឯងគឺនៅដដែលជាមួយយើងនឹងឯង And there is a fight between the new one and the old one. ហើយជាមួយគ្នាមនុស្សចាស់និងមនុស្សថ្មីឬក៏និស្ស័យថ្មីហ្នឹងគឺអាចនឹងកំពុងតែតយុទ្ធនឹងច្បាំងជាមួយគ្នាដែរ But the Bible says that we also died with Christ. ប៉ុន្តែក៏ពីបានចែងថាយើងក៏ត្រូវសគត់សំទោសយើងត្រូវស្លាប់ជាមួយនឹងព្រះអង្គម្ចាស់ដែរ Who died? Our old bad person died. ណាគេអ្នកស្លាប់គឺមនុស្សចាស់ដែលស្លាប់ So when we have this fight inside us បានជានៅពេលដែលយើងមានច្បាំងនៅក្នុងយើងរាល់គ្នា between the old and the new, គឺជាមួយរវាងមនុស្សចាស់និងមនុស្សថ្មី we always have to tell the old one, you be quiet because you are dead. ហើយយើងក៏ត្រូវតែប្រាប់មនុស្សចាស់ថាអ្នកឯងនៅឲ្យស្ងៀមអ្នកឯងស្លាប់ហើយ Do you understand? យល់ទៅដឹងអត់ So what benefit we have from the death of Christ? អ្វីទៅគឺជាផលប្រយោជន៍ដែលយើងទទួលបានចំពោះការសគត់របស់ព្រះម្ចាស់ព្រះយេស៊ូវ It means that we die together with Christ. គឺមានន័យថាយើងគឺបានស្លាប់ជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវ Our old man or old women died with Christ. គឺមនុស្សចាស់របស់យើងដែលជាបរិសុទ្ធស្ត្រីនោះឯងគឺបានស្លាប់ជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវ So we identify ourselves with the death of Christ. គឺយើងបានទទួលរងការស្លាប់ជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Let's read Romans chapter 6. អូខេសូមយើងមើលទៅព្រះគម្ពីររ៉ូមចំពោះ6 Yeah, Pastor, please put there Okay, because yes. it's important. Yes, Maranatha, very good. Singing. Yeah. Romans chapter 6 verse 5 to 11. អូខេយើងអានពីខ5ដល់ខ11រ៉ូមចំពោះ6ខ15ដល់ខ11តោះសូមម្នាក់ជួយអានតោះ Yes, Susan, please read for us. បាត់បើយើងបានជាប់ជាមួយនឹងទ្រង់ក្នុងការដែលជាគំនូរនៃសេចក្តីសពតរបស់ទ្រង់នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរដោយលើសេចក្តីនេះថាមនុស្សចាស់របស់យើងត្រូវបានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅប្រយោជន៍ពុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយបាត់អ្នកណាដែលស្លាប់នោះក៏បានរស់ជាសុចរិតរួចពីបាបហើយបើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទនោះយើងជឿថាយើងនឹងរស់នៅជាមួយនឹងព្រះនឹងទ្រង់ដែរដោយដឹងថាដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញនោះទ្រង់មិនចេះប្រពុតទៀតឡើយព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀតបាត់តែទ្រង់ប្រពុតនោះគឺបានប្រពុតខាងឯបាបមួយដងជាសម្រេចហើយដែលទ្រង់មានព្រះជន្មរស់នោះទ្រង់រស់ខាងឯព្រះវិញដូច្នេះចូលអ្នករាល់គ្នារកខ្លួនទុកជាស្លាប់ខាងឯបាបដែរតែរស់ខាងឯវិញ្ញាណចោដោយនៅព្រះគ្រីស្ទដែលព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នា Thank you, Susan. Read again for us the last one, verse 11. ដោយនេះចូលអ្នករាល់គ្នារកខ្លួនទុកជាស្លាប់ខាងឯបាបដែរតែរស់ខាងឯព្រះវិញ្ញាណចោដោយនៅព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នា You see what the Bible is saying? That we have to consider ourselves dead. បងប្អូននឹងឃើញកាពីបាននិយាយថាយើងទៅពិចារណាថាខ្លួនឯងនេះឯងគឺជាអ្នកស្លាប់ខាងបាប Dead to sin. គឺបានស្លាប់ខាងឯអំពើបាប Dead to our bad things from the past. គឺស្លាប់ខាងឯរឿងអាក្រក់តាំងពីអតីតកាលនោះឯង So now we are alive to God. ឥឡូវនេះយើងមានជីវិតខាងឯព្រះវិញ But for the bad things, we have to be dead. ក៏ប៉ុន្តែរឿងអាក្រក់នោះឯងគឺត្រូវបានស្លាប់ Okay, start there on verse 5. ឥឡូវយើងមើលពីខ5 So
we were united with Christ in his death. គឺយើងបានរួបរួមជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវនៅក្នុងសេចក្តីសង្កត់របស់ព្រះអង្គ Like I said, we died with Christ. ដែលខ្ញុំបាននិយាយថាម៉េចគឺយើងបានស្លាប់ជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវ But Jesus resurrected. ក៏ប៉ុន្តែព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់រស់ឡើងវិញ We died, but we also resurrected. ហើយយើងបានស្លាប់ប៉ុន្តែយើងក៏រស់ឡើងវិញដែរ The old man died, but the new man is alive. បាត់មនុស្សម្ចាស់បានស្លាប់ប៉ុន្តែមនុស្សថ្មីបានរស់ឡើងវិញហើយ Our body also is going to die and also resurrected. ហើយជាការពិតរូបកាយរបស់យើងនោះឯងនឹងត្រូវស្លាប់ហើយក៏មានពេលរស់ឡើងវិញដែរ Our spiritual life was dead, now is alive. ហើយជាការពិតមនុស្សខាងវិញ្ញាណរបស់យើងបានស្លាប់ពីមុនហើយប៉ុន្តែឥឡូវនេះគឺបានរស់ឡើងវិញ Okay, before we don't know who God is, we don't care about God. បាត់ពីមុនយើងមិនដែលខ្វល់ថាតើព្រះជានរណាយើងក៏មិនដែលស្គាល់ថាព្រះអង្គជានរណាដែរ Many people in the world, they don't care about God. They don't know anything about God. បានជាមនុស្សដែលជាច្រើននៅលើផែនដីនេះគេមិនដែលខ្វល់អំពីព្រះក៏គេមិនដែលស្គាល់ព្រះអង្គដែរ It means they are dead, គឺមានថាគេបានស្លាប់ like we were dead. ដូចជាយើងក៏ជាអ្នកដែលបានស្លាប់ដែរ But now we receive a new life. ក៏ប៉ុន្តែឥឡូវនេះគឺយើងបានទទួលបានជីវិតមួយថ្មីវិញ And that old person is dead. បានជាមនុស្សចាស់នោះឯងគឺបានស្លាប់ហើយ So now we live a new life. ប៉ុន្តែឥឡូវនេះគឺយើងរស់នៅក្នុងជីវិតមួយថ្មី So verse 6 says that our old self was crucified with Christ. បានជានៅក្នុងខមួយថាមនុស្សចាស់របស់យើងនោះឯងគឺត្រូវបានឆ្កាងជាមួយនឹងព្រះអង្គ So our body of sin, because when we committed a sin with our body. បានជាបងប្អូនអើយរូបកាយរបស់យើងពេញដោយអំពើបាបពីព្រោះនៅពេលដែលយើងធ្វើបាបនោះឯងគឺរូបកាយរបស់យើងទេគឺជាអ្នកដែលធ្វើបាប Maybe the next exercise we will do is what is sin? ហើយជាលំហាត់បន្ទាប់ទៀតនោះយើងនឹងជជែកគ្នាថាតើអ្វីទៅគឺជាអំពើបាប Because there are many confusion. ដោយសារតែមានការច្រឡំច្រើនមែនទែន We don't know what is sin. ហើយយើងមិនដឹងថាតើអ្វីទៅគឺជាអំពើបាប Some people don't know. តែជាមានមនុស្សមួយចំនួនគេអត់ដឹងទេថាអីទៅជាអំពើបាបនោះ So we have to have very clear what is sin, what is not sin. បានជាសម្រាប់យើងត្រូវតែយល់ឲ្យច្បាស់ថាតើអ្វីទៅគឺជាអំពើបាបអ្វីទៅមិនមែនជាបាប So it says here, our body of sin now is dead. បានជានៅក្នុងនេះបានចែងថាគឺរូបកាយរបស់យើងដែលមានបាបនោះឯងបានស្លាប់ហើយ Because verse 8 says we died with Christ. ដែលព្រោះតែខ8បានចែងថាគឺយើងបានស្លាប់ជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវ And we will live with Christ ហើយ also. យើងនឹងរស់ឡើងវិញជាមួយនឹងព្រះអង្គដែរ And verse 9 says Christ raised from the dead. ហើយនៅខ9ថាម៉េចព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់មានបច្ចុប្បន្នរស់ឡើងវិញ And Jesus will never die again. ហើយព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់នឹងមិនសគត់ម្ដងទៀតទេ And death have more power over Jesus. សម្បត្តិក្តីស្លាប់មិនមានអំណាចលើព្រះអង្គម្ចាស់ព្រះយេស៊ូវទៀតឡើយ Because Jesus died for our តែ sins. ព្រោះតែព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់បានសគត់សម្រាប់បាបរបស់យើងរាល់គ្នា And it is finished. ហើយរឿងនេះបានបញ្ចប់ហើយ So, and now Jesus, he lives for God and we also. ហើយបានជាពេលនេះគឺថាព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់រស់នៅសម្រាប់ព្រះហើយយើងក៏ដូចគ្នាដែរ And we read the verse 11 two times. ហើយយើង No? អានខ11នោះគឺអាន2ដង So we consider our life for sin is now dead. ដែលយើងបានពិចារណាអំពីជីវិតរបស់យើងដែលខាងបាបនោះឯងគឺបានស្លាប់ហើយ And we should be alive for God. ដែលយើងគួរតែរស់នៅសម្រាប់ព្រះអង្គវិញ So when Jesus died, បានជានៅពេលដែលព្រះអង្គម្ចាស់ព្រះយេស៊ូវទ្រង់សគត់ we were united with Christ. គឺយើងបានរួបរួមជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវ Our bad old man is also dead. បាត់មនុស្សចាស់របស់យើងដែលពោពេញទៅដោយសេចក្តីកខ្វក់នោះឯងគឺបានស្លាប់ហើយ But sometimes this bad man wants to come back.
ប៉ុន្តែពេលខ្លះមនុស្សអាក្រក់ហ្នឹងឯងគឺចង់មកវិញ So we have to tell him, you be quiet because you are dead. ហើយយើងទាំងអស់គ្នាត្រូវតែប្រាប់អាមនុស្សអាក្រក់ហ្នឹងឯងថាឯងនៅឲ្យស្ងៀមទៅវាឯងងាប់ហើយមកវិញទៅអីទៀត Maybe you, I don't know if you can understand this very well. ដល់ថាបងប្អូនយល់អត់ទេនឹងមើលភ្លឺនឹងយល់អត់ Because when we believe in God, there is a fight between the old and the new តែ person. ព្រោះតែយើងជឿព្រះអង្គគឺមនុស្សចាស់មនុស្សថ្មីនឹងឯងគឺច្បាំងជាមួយគ្នាវាយតយុទ្ធជាមួយគ្នានោះឯង Okay, so do you understand that, no, Pastor? យល់អត់ហ្នឹងទៅណៃទៅប្រឹមហ្នឹង Hã? Não tem como. យល់អត់ហ្នឹងទៅណៃព្រឹមហ្នឹង So our old person did many wrong things បានជាមនុស្សចាស់នោះឯងគឺតែធ្វើរឿងរ៉ាវដែលខុសឆ្គងច្រើនមែនទែន because our old man didn't care about ពី God. ព្រោះឯមនុស្សចាស់នោះមិនដែលខ្វល់ខ្វាយអំពីព្រះទេ Lying, ដូចជាការកោះពុត fighting, វាយទាស់តែងគ្នា watching bad things. គឺមើលរឿងរ៉ាវអាក្រក់ជាច្រើន Now we are changed. ឥឡូវនេះយើងផ្លាស់ប្ដូរហើយ So our life now is getting better and better. ហើយឥឡូវនេះជីវិតថ្មីរបស់យើងឯងគឺចាប់ផ្ដើមប្រសើរឡើងហើយប្រសើរឡើងដែរ So there was another passage here. We don't need to read. I will just speak to you. អូខេមានខកំពីរមួយទៀតប៉ុន្តែប្រជាលោកគ្រូអត់យើងមិនចាំអានទេលោកគ្រូនឹងបញ្យល់យើងវិញ Because talks about the circumcision of the heart. ពីព្រោះដែលនិយាយអំពីការកាត់ស្បែកចិត្ត It is a heart that belongs to God. គឺជាចិត្តដែលជាកម្មសិទ្ធិរបស់ព្រះជាអម្ចាស់ It is a heart that shows externally good things. គឺជាហាតដែលជាហាត បើប្រែទៅចង់មួយតិចផលឡើយថាមើលភ្នែកជ្រុំពេក Sleepy? គឺเราចង់ភ្លេចបាននេះគឺជាចិត្តដែលបង្ហាញនៅកិច្ចការងារល្អ So a heart that obeys God, ជាចិត្តដែលស្ដាប់បង្គាប់ព្រះជាអម្ចាស់ that shows some visible signs. គឺជាចិត្តដែលបង្ហាញមើលឃើញពីមើលអ្វីដែលយើងអាចមើលឃើញនោះឯង Visible signs of obedience. គឺជាការស្ដាប់បង្គាប់ដែលយើងអាចនឹងមើលឃើញស្ដែងចេញតាមការស្ដាប់បង្គាប់ That our sinful desires were killed. ដោយបំណងចិត្តនៃបាបរបស់យើងត្រូវបានសម្លាប់ហើយ So okay, let's go just one part more. អូខេឥឡូវតាមផ្នែកមកតាមមួយទៀតទេមកខទៀតទេមកចំណុចទៀត Because this question have three parts. ដោយសារតែសំណួរហ្នឹងគឺមាន3ផ្នែក The first part is that now we died with Christ. ហើយផ្នែកទី1គឺថាយើងបានស្លាប់ជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវ The second part is the power of evil does not reign in our body anymore. ហើយចំណុចទី2គឺថាអំណាចនៃបាបនោះឯងមិនអាចនឹងត្រួតត្រាឬក៏គ្រប់គ្រងយើងបានទៀតឡើយ Maybe you can read again the answer of question 43. ឥឡូវអានចម្លើយម្ដងទៀតតា Let's try to understand the តែអំណាចរបស់ទ្រង់មនុស្សចាស់របស់យើងនៅជាមួយទ្រង់ការសម្រាប់ហើយបញ្ចុះដើម្បីឲ្យសេចក្តីត្រេកត្រអាលដ៏អាក្រក់របស់សាច់ឈាមលែងទៅយាយនៅក្នុងយើងដូច្នេះយើងអាចស្វែងរកកាយរបស់យើងដោយទ្រង់ទុកជាដង្វាយនៃការអរព្រះគុណ So it says here the evil lusts of the flesh. គឺក្នុងប្រាថ្នាភាពត្រេកត្រអាលនៃសាច់ឈាម See, our body many times desire wrong things. រូបកាយរបស់យើងតែងតែមានបំណងប្រាថ្នាក្នុងការដែលធ្វើរឿងរ៉ាវដ៏អាក្រក់ Evil lust, គឺជាបំណងចិត្តដែលអាក្រក់ bad desires. បំណងចិត្តដែលមិនល្អនឹងអាក្រក់នោះឯង But because
we died with Christ. តែព្រោះតែយើងបានស្លាប់ជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវ We are not more slaves of the flesh. ហើយយើងនឹងមិនមែនជាទាសករនៃសាច់ឈាមទៀតឡើយ There are people, ដែលយើងឃើញថាមានមនុស្សជាច្រើន they do all kinds of wrong things. ហើយគេធ្វើរឿងរ៉ាវដែលអាក្រក់ជាច្រើនមែនតើ And they don't have any bad conscience. They don't care. ហើយគេមិនដែលមនសិការរបស់គេនោះឯងគេមិនដែលខ្វល់ខ្វាយអំពីរឿងរ៉ាវអាក្រក់ទេ Because they are slaves of sin. ដោយព្រោះតែគេអីហ្នឹងថាគ្រូបបប្រែអត់យល់ឲ្យបបប្រែវិញឡើយ You can sleep at the table. No problem. The last Yeah. People do bad things because they were slaves of sin. គេធ្វើរឿងរ៉ាវអាក្រក់ដោយព្រោះតែគេគឺជាទាសករនៃអំពើបាប We were also slaves of sin before. ហើយពីមុនមកយើងក៏ជាទាសករនៃអំពើបាបដែរ Before we don't care. មុនហ្នឹងយើងមិនដែលខ្វល់ខ្វាយពីរឿងរ៉ាវអាក្រក់អីទេអត់ទេ But now, if we surrender our life to Jesus, we belong to Jesus. ប៉ុន្តែដោយសារតែយើងបានថ្វាយជីវិតរបស់យើងទៅឯព្រះអម្ចាស់ព្រះយេស៊ូវនោះយើងគឺជាកម្មសិទ្ធិរបស់ព្រះអង្គ And if you belong to Jesus, you are not a slave anymore. ហើយបានជាដោយសារតែយើងគឺជាកម្មសិទ្ធិរបស់ព្រះនោះឯងយើងមិនមែនជាទាសករនៃបាបទៀតឡើយ Do you understand? យល់នៅ Yeah. Hey. So, we are not slaves of sin. តែយើងមិនមែនជាទាសករនៃបាបទៀតទេ Because our old self died. ដោយសារតែមនុស្សចាស់របស់យើងបានស្លាប់ហើយ We now have a new life ឥឡូវនេះយើងមានជីវិតថ្មីវិញ because we resurrected. ដោយសារតែយើងបានរស់ឡើងវិញហើយ And now we walk in the power of God. បានជាឥឡូវនេះគឺយើងកំពុងតែដើរជាមួយនឹងអំណាចជាស្ដាររបស់ព្រះជាអង្គ We ចាស់ see who God is. God is all តែ powerful. យើងមើលឃើញថាព្រះអង្គទ្រង់ជាតាណាដែលទ្រង់គឺជាព្រះដែលមានអំណាចជាស្ដារនោះឯង And God is strengthening us ហើយព្រះអង្គទ្រង់ចម្រើនកម្លាំងដល់យើង to fight against sin and to win. ដើម្បីយើងអាចនឹងតយុទ្ធជាមួយនឹងបាបហើយយើងអាចនឹងមានជ័យជំនះលើអំពើបាបដែរ Okay? So we are no more slaves of sin. បានជាយើងមិនមែនជាទាសករនៃបាបទៀតឡើយបងប្អូនអើយ Let's read one verse, okay? អូខេតើឥឡូវយើងអានមកខទៀត And then we will finish with this. ហើយយើងបញ្ចប់ក្នុងខហ្នឹង Romans chapter 6, អូខេនៅក្នុងខចំពោះ6ដដែលខ12 verse 12 to 14. អូខេខ12ដល់ខ14តោះអានលឿនៗមក Kodopi. ខ14 Yes. ប្រដាប់ប្រដា គឺត្រូវប្រកល់ខ្លួនទៅព្រះដូចជាបានជួបគឺស្ដាប់នឹងឡើងវិញហើយខ្វះអរិយវៈរបស់អ្នករាល់គ្នាទៅព្រះទុកដូចជាប្រដាប់ប្រដាគឺចរិតខុស ខ14 បាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទេឡើយដែលព្រោះអ្នករាល់គ្នាមិននៅក្រោមទិដ្ឋិនៃគឺនៅក្រោមទីពន្វិញ Okay? So this verse is amazing. បងប្អូនយើងឃើញថាខនេះពិតជាអស្ចារ្យមែនទែន So look there again, verse 12. ឥឡូវយើងមើលខ12ម្ដងទៀត So sin will not reign in our body. យើងឃើញថាអំពើបាបមិនអាចនឹងសោយរាជ្យនៅក្នុងរូបកាយយើងទៀតឡើយ We will not obey the passions of sin យើងនឹងមិនស្ដាប់បង្គាប់ទៅនឹងបំណងប្រាថ្នារបស់បាបទៀតដែរ because we are not slaves of sin តែព្រោះតែយើង anymore. មិនមែនជាទាសកររបស់បាបទៀតទេ But our members, our body now ក៏ប៉ុន្តែអវយវៈរបស់យើងរាល់គ្នា is an instrument of righteousness, not unrighteousness. តើជាឧបករណ៍របស់សេចក្តីសុចរិតឬក៏មិនមែនជាឧបករណ៍របស់សេចក្តីសុចរិត So we use our body to serve God. មកនេះយើងប្រើរូបកាយរបស់យើងអវយវៈរបស់យើងឯងដើម្បីបម្រើព្រះអង្គ So we are now, like the verse 13 says,
like those who come from death to life. គឺនៅក្នុងខ13គឺថាយើងគឺជាម្នាក់ដែលរួចពីជីវិតរួចពីក្តីស្លាប់មកឯជីវិតវិញ So we present our members, our body as an instrument of righteousness. បានជាយើងមកប្រើរូបកាយរបស់យើងជាប្រដាប់ប្រដានៃសេចក្តីសុចរិត And sin 14. Sin will have no dominion over you. ហើយបានជានៅក្នុងខ14ថាអំពើបាបមិនមានអំណាចលើយើងរាល់គ្នាទេ Because we are not under the law, but under grace. ដោយសារតែយើងមិនមែននៅក្រោមក្រឹតវិន័យទេប៉ុន្តែយើងនៅក្រោមព្រះគុណរបស់ព្រះវិញ Okay? So, the death of Christ បានជាក្តីសក្តិរបស់ព្រះម្ចាស់ព្រះយេស៊ូវ gave us so many good benefits. គឺផ្ដល់ឲ្យយើងនៅផលប្រយោជន៍ច្រើនមែនទែន That's why Jesus Christ is the only salvation for the world. បានជាគឺមានតែព្រះម្ចាស់ព្រះយេស៊ូវមួយគត់ដែលទ្រង់គឺជាក្តីសង្គ្រោះសម្រាប់ពិភពលោកទាំងមូល This we have to learn and remember every day. ដែលយើងត្រូវតែចងចាំឲ្យរៀនអំពីព្រះអង្គរាល់តែថ្ងៃនោះឯង Without Jesus, there is no បើ salvation គ្មានព្រះម្ចាស់ព្រះយេស៊ូវនោះគ្មានក្តីសង្គ្រោះដែរ because He's the only one who died for ដែល us. ព្រោះតែព្រះអង្គមួយអង្គគត់ដែលត្រូវបានសង្កត់ជំនួសយើងរាល់គ្នា And because of His death, we have so many benefits. ដែលព្រោះតែព្រះអង្គដែលការសង្កត់របស់ទ្រង់នោះឯងនោះយើងទទួលបានប្រយោជន៍ច្រើន Okay, let's stand. អូខេយើងតាមចូលមកគ្នា cho đôi kia. Som cho đôi kia. ទាំងអស់គ្នា Cho. Som cho đôi kia. ទាំង Okay. Atitan. អូខេយើងអធិដ្ឋានជាមួយគ្នា Okay. Let us pray. តោះសូមយើងអធិដ្ឋានជាមួយគ្នាតើ Our Heavenly Father, បិតានៃឋានសួគ៌អើយ we thank you for your presence here. យើងខ្ញុំអរគុណព្រះអង្គចំពោះវត្តមានព្រះអង្គនៅទីនេះ God, you are here among us. ព្រះអង្គយើងខ្ញុំដឹងថាព្រះអង្គនៅទីនេះក្នុងចំណោមយើងខ្ញុំរាល់គ្នា And Lord, you are also in our hearts. ហើយយើងខ្ញុំដឹងថាព្រះអង្គទ្រង់គង់នៅក្នុងចិត្តយើងខ្ញុំរាល់គ្នាផង And Lord, you are all over the world. ហើយព្រះអង្គទ្រង់គឺជាព្រះហើយទ្រង់គង់គ្រប់ទីកន្លែងនៅលើផែនដីមួយនេះ Because Lord, we learned that you are always present, all present everywhere. ពីព្រោះយើងខ្ញុំដឹងថាព្រះអង្គវត្តមានព្រះអង្គគឺគង់គ្រប់ទីកន្លែង And Lord, you are all powerful ហើយព្រះអង្គទ្រង់មានអំណាចជាស្ដា because you gave your life and you took it back. ព្រះអង្គទ្រង់បានប្រទានជីវិតទ្រង់ហើយទ្រង់ក៏បានយកជីវិតប្រជាជនរបស់ព្រះអង្គវិញដែរ You died for us ព្រះអង្គស្គាល់ជំនួសយើងខ្ញុំរាល់គ្នា because of our sins, ដែលព្រោះតែបាបរបស់យើងខ្ញុំ that now we can have forgiveness. ដែលយើងឥឡូវនេះខ្ញុំអាចនឹងទទួលបានការអត់ទោសមកពីព្រះអង្គដែរ And now we can surrender our life to you. ដែលយើងខ្ញុំអាចនឹងដាក់ជីវិតរបស់យើងខ្ញុំទៅកាន់ព្រះអង្គ And we can ask you to help us ហើយយើងខ្ញុំសូមឲ្យព្រះអង្គជួយយើងខ្ញុំរាល់គ្នា to live for you គឺរស់នៅសម្រាប់ព្រះអង្គ a new life. ក្នុងជីវិតមួយថ្មី Thank you, Lord យើង Jesus, ខ្ញុំអរគុណព្រះអង្គម្ចាស់ព្រះយេស៊ូ for វ your words ប្រចំពោះព្រះរាជកិច្ចរបស់ព្រះអង្គ that gives us instruction and good teachings. ដែលព្រះអង្គបានបង្រៀនណែនាំយើងខ្ញុំរាល់គ្នាអំពីសេចក្តីល្អរបស់ព្រះអង្គផង Continue to bless each one of តាម us. ចាស់អើយសូមបន្តប្រទានពរដល់យើងខ្ញុំរាល់គ្នា Bless our family, bless our ប្រ church. ទានពរដល់ក្រុមគ្រួសារឬជាពួកជំនុំផង We pray in Jesus' យើង name. ខ្ញុំសូមព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. អេមែន Amen. Pray. ប្រទានពរហើយដែរស្វាងនៅ Por tiempo. តែប្រទានពរ Por tiempo.